បុរសដែលចែកដាច់តណ្ហានិងទំនួលខុសត្រូវគឺជារឿងពីរដាច់ដោយឡែកពីគ្នាស្នេហាកើតចេញពីធាតុផ្សំច្រើនយ៉ាងស្នេហាមិនត្រឹមតែជាទំនួលខុសត្រូវតែមួយមុខប៉ុណ្ណោះនោះទេក៏មានបុកបញ្ចូលទាំងតណ្ហានិងចិត្តស្មោះនៅក្នុងនោះផងដែរប៉ុន្តែមានបុរសមួយចំនួនបែរជាយល់ឃើញថាស្នេហានិងតណ្ហាគឺជារឿងពីរដែលអាចចែកដាច់ពីគ្នាជាទូទៅបុរសប្រភេទហ្នឹងគាត់ច្រើនតែនិយាយថាបងស្រឡាញ់ទាំងអស់បងស្មោះតែអូនមួយទេឬក៏និយាយថាបងយកស្រីទាំងអស់ហ្នឹងគ្រាន់តែកំដរអារម្មណ៍លេងសើចតណ្ហារបស់បងមកពេលទេអូនទៅជាភរិយាស្របច្បាប់ដែលបងនឹងស្រឡាញ់ពេញមួយជីវិតរបស់បងលាក់នឹងលាក់ហើយបុរសប្រភេទនេះគាត់តែងតែគិតឃើញថាមនុស្សផុសតែប៉ុណ្្នឹងមនុស្សផុសទោះបីជាគេមានស្រីនៅក្រៅច្រើនប៉ុណ្ណាក៏ដោយក៏គេនៅតែគិតពីសុខទុក្ខប្រពន្ធកូនគេដែរគេមិនដែលឲ្យប្រពន្ធកូនគេអត់លុយចាយអត់បាយហូបទេជារួមគាត់មិនដែលនឹកគិតឃើញថាទង្វើក្បត់ចិត្តរបស់គាត់នឹងគឺជាកំហុសដែលបង្កភាពក្តៅក្រហល់ក្រហាយមកដល់ក្រុមគ្រួសារទាំងមូលនោះទេផ្ទុយមកវិញគាត់បែរជាអាចប្រព្រឹត្តនៅទង្វើក្បត់ចិត្តទាំងអស់នេះបានឡើងដោយពេញមុខពេញមាត់